បងប្អូនមកពីធ្វើការហេវហត់អស់កម្លាំងនឿយណាយនឹងការងារមកបងប្អូនមកហត់សម្លនេះពី3គ្រូម្នាក់គឺថាបានរសាយចិត្តអារម្មណ៍ជ្រះថ្លាធ្វើឲ្យយើងនឹងមានកម្លាំងកំហែងបងប្អូនណាហើយសម្លមួយមុខនេះមានឈ្មោះថាស្ងោរបន្លែគ្រប់មុខបងប្អូនណាអញ្ចឹងឲ្យតែបន្លែស្លឹកបងប្អូនដាក់មកហើយសម្រាប់ខ្ញុំនេះប្រើ4-5មុខដែរបងប្អូនណាមានផ្សិតច្បើងមានផ្ទីនិងមានលឹកងប់មានស្អំនឹងហើយបងប្អូនមានលឹកបាសមេទីផ្សេងទៀតគឺដាក់មកគឺថាមកអែមហើយបងប្អូនណាហើយសាច់ជ្រូកគឺយើងសេញច្រាមហើយយើងប្រឡាក់គ្រឿងទុកប្រហែលជា1ម៉ោង2ម៉ោងទៅបងប្អូនណាចាំយើងស្ងោរបើនៅខាងស្រុកកលឿនេះហៅថាសឡព្រួងប៉ុន្តែនេះព្រួងមិនមែនព្រួងទេបងប្អូនណាសឡព្រួងមានប្រហុកមានអីគ្រឿងក្រៅញ៉ៃញ៉ៃណាតែវាស្តៀងគ្នាដែរហើយនេះដែរហើយតែបន្លែគ្រប់មុខគឺថាឆ្ងាញ់ណាស់បងប្អូននៅយើងដាំទឹកឲ្យពុះមកគឺបងប្អូនដាក់សាច់ជ្រូកដែលយើងផ្សំគ្រឿងមានអំបិលប៊ីចេងខ្ទឹមអីជាដើមហ្នឹងបងប្អូនជ្រុំវាជាមួយវាធ្វើដូចប្រហិតត្រីចឹងបងណាតែយើងដាំទឹកឲ្យពុះយើងដាក់សាច់ជ្រូកចិញ្ច្រាំចូលមកហើយយើងដាក់ម្សៅស៊ុបមកដុំមកហើយពេលនោះហើយគឺថាទឹកក្តៅក៏ពុះគេជ្រោលឡើងគឺថាហត់មកគ្រូភ្លក់មើលនៅខ្វះគ្រឿងក្រៅអីខ្លះបងប្អូនថែមទៀតមកបើនិយាយទៅតៀងនឹងស្លោព្រូងទេបងប្អូនណាគាត់ថានេះព្រូងមិនមែនព្រូងខាងរតនគិរីមណ្ឌលគិរីទេបើជាព្រូងខាងភ្នំពេញដោយសារអត់មានប្រហុកទេបងប្អូនណាបើព្រូងវាមានប្រើប្រហុកប្រើសាច់រៀងធំក្លិនស្អុយអីយ៉ាងទៅសម្រាប់ព្រូងនៅពេញនេះគឺដូចតែព្រូងណាបងប្អូនណាដាក់បន្លែគ្រប់មុខដូចគ្នាតែខ្ញុំដាក់ឈ្មោះថាបន្លែស្ងោរបន្លែគ្រប់មុខទៅនឹងហើយយើងដាក់លឹកងប់ចូលមកបងប្អូនណាដោយសារលឹកងប់វាខកផុយជាងគេហើយមុនដំបូងយើងដាក់ផ្សិតឲ្យលឹកងប់ហើយមកបន្តិចមកចាំយើងដាក់ផ្ទីតាមក្រោយដោយសារផ្ទីនិងស្អំយើងដាក់ហើយគឺយើងប្រលត់ភ្លើងហើយដោយសារវាឆាប់ឆ្អិននិងឆាប់រលួយបងប្អូនណាហើយមួយមុខនេះបងប្អូនមានបន្លែដូចជាបន្លែផ្អែមនិយាយទៅឲ្យប្រភេទបន្លែផ្លឹកបងដាក់ទៅអត់ខុសទេណានឹងប្លេតបន្លែស្លឹកណាដែលបងប្អូនចូលចិត្តញ៉ាំចូលចិត្តហូបបងប្អូនដាក់ចូលគ្នាមកហៅថាបន្លែគ្រប់មុខហ្នឹងហើយឆ្ងាញ់ណាស់ឬក៏ហៅថាសឡព្រួងតែបើយើងដាក់ប្រហុកមកមុខទៀតគឺព្រួងហើយបងប្អូនណាតែខ្ញុំអត់ដាក់ទេនេះហៅថាស្ងោរធម្មតាហើយស្ងោរបន្លែគ្រប់មុខហើយឆ្អិនហើយបងប្អូនឆ្អិនហើយយើងដាក់ខ្ទឹមបំពងចូលមកហើយខ្ទឹមបំពងនេះគឺខ្ញុំបំពងទុកជាយូរថ្ងៃអញ្ចឹងទៅសម្រាប់ហូបព្រោះតែខ្ញុំធ្វើម្ហូបរាល់ថ្ងៃគឺខ្ញុំបំពងជាលក្ខណៈហាន់ស្ដើងបងប្អូនណាមិនមែនហាន់ដុំទេគេនេះម្ហូបមួយមុខនេះឆ្អិនណាបងប្អូនណាមានផ្សិតចំបើងមានអីដាក់មកចូលគ្នាមកធ្វើម៉េចបើ100មុខក៏បានដែរហ្នឹងហើយមិនហើយតែគ្រប់មុខដាក់ប្រហែលមុខក៏បានដែរឲ្យតែម្ហូបស្លឹកបងប្អូនណាហ្នឹងហើយប្រើតែម្ហូបស្លឹកទេឥឡូវនេះម្ហូបយើងមកបានឆ្អិនហើយភ្លក់អស់គ្នាគឺថាអូជាតិណាស់ហូរជាតិយើងប្រើសាច់ជ្រូកច្រាមសាច់3ជាន់បងណាកុំប្រើសាច់សុទ្ធហ្នឹងហើយហត់ទៅគឺថាមានកម្លាំងព្រឹសហ្មងហើយបន្លែទាំងអស់នេះសិតសឹងតែជាបន្លែដែលមានគុណភាពល្អបងប្អូនណាព្រោះយើងបានបន្លែធម្មជាតិបេះតាមហ្នឹងហើយភូមិយើងដាំខ្លួនឯងទៀតអូរឹតតែអែមបងប្អូនណាហ្នឹងហើយបន្លែនេះគឺខ្ញុំប្រើបន្លែស្លឹកទាំងអស់ហ្នឹងហើយឆ្ងាញ់ណាស់បងប្អូនសាកមើលឆ្ងាញ់ហើយមានកម្លាំងទៀតហើយបន្លែដែលល្អជាងគេនេះគឺស្លឹកកំប៉ុងស្លឹកងប់នឹងយកមកស្ងោរអញ្ចឹងឆ្ងាញ់ណាស់ហើយមានស្អំនិយាយទៅមានរសជាតិ4-5រសជាតិបូកចូលគ្នាទៅគឺថា